បាទនេះគឺជាទេសភាពនៅក្នុងបុរីជីបម៉ុងផ្លូវ271ហើយបើយើងនិយាយទៅនេះជាបឹងទំពុនចាស់វសិតបឹងតគួនបឹងផលិតបឹងឈូកហើយជាពិសេសបឹងគេហៅទឹកស្អុយដែលគេធ្វើសាឡាត់សងដាំតគួនអីពីមុនហ្នឹងបាទហើយហ្នឹងខ្លាយជាបុរីដ៏ទំនើបស្អាតហើយជាផ្លូវចរាចរណ៍កាត់ពីខាងភ្នំពេញទៅខាងព្រែកហូខាងទៅ60ម៉ែត្រព្រែកហូខាងទឹកខ្មៅអីស្រួលដែរមួយយ៉ាងដែរហើយនៅកន្លែងនេះឥឡូវនេះគេបង្កើតកន្លែងកីឡាបាទបង្កើតកន្លែងកីឡាធំមែនតើគឺគេមានបង្ហាត់កីឡាបង្ហាត់បាល់ទះបង្ហាត់បាល់បោះបង្ហាត់លេង tennis លេង badminton បាទហើយនិយាយទៅក្មេងៗបាទគាត់ចូលចិត្តលេងកីឡាកូនខ្ញុំក៏ចូលចិត្តកីឡាដែរប៉ុន្តែដោយសោកស្ដាយដោយសារនៅសាលារដ្ឋរបស់យើងសាលានៅស្រុកខ្មែរយើងជាពិសេសនៅទីក្រុងភ្នំពេញគឺអត់មានទីធ្លាគ្រប់គ្រាន់សម្រាប់កីឡាបាទលោកកូនស្រីខ្ញុំគាត់ទៅលេងកីឡាហ្នឹងបាទកន្លែងគេធំស្អាតកន្លែងចតឡានអីស្អាតហើយគឺចូលទៅទំនើបមែនតើបាទប៉ុន្តែការលេងកីឡានេះគឺយើងត្រូវបង់ថ្លៃប្រចាំខែបាទតម្លៃគួរសមដែរប៉ុន្តែធ្វើម៉េចកូនចូលចិត្តហើយការលេងកីឡានេះធ្វើឲ្យកូនមានអារម្មណ៍ល្អមានសុខភាពល្អកុំឲ្យគាត់រៀនតែម្យ៉ាងប៉ុន្តែគាត់មានពេលហាត់កីឡាដែរបាទចូលចិត្តកីឡាប៉ុន្តែនៅចិត្តនៅផ្ទះក៏អត់មានកន្លែងលេងកីឡានៅសាលាក៏អត់មានកន្លែងលេងកីឡាអញ្ចឹងមានដែរមករកកីឡានៅក្នុង indoor នៅខាងក្នុងនេះហើយមានច្រើនមែនតើបាទនេះជាបុគ្គលិកគេហើយក៏ក្មេងៗកំពុងតែចូលទៅដែរបាទមានបុគ្គលិកគេឈរចាំហើយដូចថាអ្នកណាទៅលេងបាល់ទះទៅខាងបាល់ទះទៅ volleyball អ្នកណាទៅលេង tennis លេង tennis ទៅអ្នកណាទៅលេងបាល់បោះលេងបាល់បោះទៅគេមានគ្រូគេហើយដោយសារយើងចុះឈ្មោះហើយគ្រូគេមានឈ្មោះយើងហើយនៅក្នុងហ្នឹងគេមានក្រុមគេលេងខ្ញុំឃើញក្មេងៗទាំងក្មេងស្រីឬក្មេងប្រុសចូលចិត្តកីឡាណាបាទហើយនេះជាវិធីមួយដែលកុំឲ្យកូនយើងគាត់លេងទូរស័ព្ទដៃលេងហ្គេមមកច្រើនពេកគឺឲ្យគាត់ទៅជួបជុំមិត្តភ័ក្តិបានស្គាល់មិត្តភ័ក្តិផ្សេងទៀតហើយលេងកីឡាបាទនេះកន្លែងបាល់ទះបាទមានគ្រូបង្វឹកហើយមានសិស្សលេងនៅហ្នឹងបាទទោះបីជាលេងមិនបានខ្លាយជាអ្នកអាជីពល្អស្អីប៉ុន្តែធ្វើឲ្យកាយសម្បត្តិកូនរឹងមាំធ្វើឲ្យកូនមានវិន័យធ្វើឲ្យកូនចេះការធ្វើការងារជាក្រុមមានសុខភាពល្អមានអារម្មណ៍ល្អបាទនៅក្នុងនេះតិចអត់បែកញើសទេដោយសារមិនសិនតិចតែបើសិនជាលេងបែកញើសហើយបាទនោះធីមកូនស្រីខ្ញុំគេកំពុងហាត់ធីមកូនស្រីខ្ញុំគេកំពុងហាត់នោះបាទកូនខ្ញុំនៅកណ្ដាលគេនោះបាទអាយុ13ឆ្នាំឯនៅកណ្ដាលគេមកគេនោះគ្រូគេកំពុងបោះបាល់ទៅរៀនឲ្យសិស្សដកបាល់ហើយនៅខាងនោះបាទនៅខាងនោះគឺមានគេខាងបាល់បោះបាទខាងនោះមានបាល់បោះបាទនេះខាងបាល់បោះហៅ basketball ទេបាទអញ្ចឹងអ្នកហាត់បាល់បោះចូលចិត្តបាល់បោះលេងបាល់បោះទៅបាទនេះធំស្អាតបាទស្អាតមែនតើហើយនៅមកជាហៀងនៅខាងនោះមួយទៀតបាទនេះបាល់មើលមានបាល់បោះបាល់ទះហើយនៅខាងមួយជាហៀងធំមួយទៀតនោះបាទនេះខាងវ៉ៃសីបាទនេះវ៉ៃសីនេះសប្បាយដែរបាទហើយខាងមួយជាហៀងខាងនេះហើយខាងស្ដាំដៃនេះគឺខាងលេងអីទេបាយកូនបាល់ហើយនឹងហៅស្អីគេហ្នឹងបាត់មីនតុននេះខ្ញុំមិនដឹងមួយណានេះអាពីរហ្នឹងអាវាយកូនបាល់ហើយនឹងវាយសីនេះដឹងអាមួយណាបាត់មីនតុនបាទប៉ុន្តែភាសាខ្មែរយើងទៅបាទវាយកូនបាល់ហើយនឹងវាយសីហើយនៅខ្ញុំគិតថាមានបាល់ទាត់មួយទៀតមានហ្វូតសាលមួយទៀតនៅមួយកន្លែងទៀតខ្ញុំអត់ដឹងនៅកន្លែងណានេះបាទនេះការចល័យគេអញ្ចឹងហើយការហាត់កីឡានេះគឺសំខាន់ណាស់សម្រាប់